ឡូសួស្តីអ្នកនរគ្នាខ្ញុំវីសុគីឥឡូវហ្នឹងខ្ញុំមកបន្តសាច់រឿងកាផាបន្តទៀតហើយប៉ុន្តែខ្ញុំសូមនិយាយមួយគ្នាយើងដោយសារតែមានបងប្រុសម្នាក់គាត់ចង់ឲ្យខ្ញុំដាក់ QR អញ្ចឹងគាត់ចង់ donate មកកាន់ខ្ញុំអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថានឹងដាក់ QR នៅក្នុងវីដេអូហ្នឹងយើងបាច់វល់នៅស៊ីមកយើងចូលសាច់រឿងបរោយទៅពុតមុនយើងបានដឹងហើយថាបងប្រុសពាក់កតាបានហៅទៅកាន់ Master ថាហាយយ៉ុងមកហ្នឹង Master ហាយយ៉ុងគាត់បែរទាំងភ្នែកព្រឹមហើយបាននិយាយថាអាជ្រូកកធាត់តឯងមកដល់ហើយមែនទេស៊ីនជុនក៏មិនបានតបទៅកាន់ Master នោះទេស៊ីនជុនគាត់ក៏បន្តនិយាយទៀតថាហេតុអ្វីបានជា Master ហាយយ៉ុងហ្នឹងគេនៅក្នុងកន្លែងហាត់ប្រាណហើយបងប្រុសកាន់កតាបហ្នឹងគាត់បានសួរទៅកាន់ Master ហាយយ៉ុងថាតើលោកស្គាល់ទៅកាន់បរិសម្នាក់ហ្នឹងមែនទេហើយបងប្រុសពាក់វ៉ែនតាគាត់បានប្រាប់ទៅកាន់ហាយយ៉ុងថាវាជិតដល់ម៉ោងហាត់ប្រាណហើយ Master បានប្រាប់ទៅកាន់បងប្រុសពាក់កតាបថាម្នាក់ហ្នឹងហើយជាស៊ីនជុនដែលហាជីនហ្នឹងបានប្រាប់ទៅកាន់ពួកគេរហូតមកប៉ុន្តែជាក់ស្ដែងវាគឺជាអាជ្រូកកធាត់គេពិតជាភ្ញាក់ផ្អើលជាខ្លាំងពួកគេស្មានតែស៊ីនជុនហ្នឹងគឺមានរូបរាងសង្ហាបន្ទាប់ពីស៊ីនជុនបានលើទៅកាន់ពួកគេនិយាយហើយស៊ីនជុនពិតជារអៀលខ្លួនជាខ្លាំងហើយគាត់ក៏បានយកលេសឈឺក្បាលដើម្បីត្រឡប់ទៅវិញបន្ទាប់មកហ្នឹងគាត់ក៏បាននិយាយថាណាមួយគាត់មិនសូវមានលុយផងពួកពាក់មួកប៉ខៀវគាត់បានសួរទៅកាន់ស៊ីនជុនថាតើឥឡូវហ្នឹងលោកមានលុយប្រមាណគាត់ក៏បន្តនិយាយទៀតថាម្នាក់ក៏ដោយតែងតែចូលមកភ្លាមឃើញទៅកាន់តម្លៃពួកគេតែងតែចង់ត្រឡប់ទៅវិញតមកហ្នឹងស៊ីនជុនគាត់ក៏បាននិយាយថាអ្នកដែលហាត់ប្រាណនៅកន្លែងនេះដូចជាចម្លែកដល់ហើយតមកលោកពូបានប្រាប់ទៅកាន់ស៊ីនជុនថាអាចិត្តថ្មីដែលនៅក្នុងសាលាហាត់ប្រាណនេះមួយខែបងត្រឹមតែ 80,000 វ៉ុនតែប៉ុណ្ណោះស៊ីនជុនគ្រាន់តែលើតម្លៃ 80,000 វ៉ុនភ្លាមគាត់ក៏បានយកលេសថាគាត់ឈឺក្បាលគាត់សុំត្រឡប់ទៅវិញហើយពូគាត់ខំនិយាយចុះទៅដល់ 50,000 យន់ប៉ុន្តែជុននៅតែចង់យកលេសដដែលមកហ្នឹងបងប្រុសគាត់បានប្រែកទៅកាន់លោកពូថាឲ្យឈប់សិនគាត់មានកំណត់មួយហើយគាត់ក៏បាននិយាយថាស៊ីនជុនគឺជាមិត្តភក្តិរបស់ហាជីនគាត់អាចទុកចិត្តបានពូក៏បានតបទៅកាន់បងស្វ័យកតាវិញតើគាត់គឺជាមិត្តភក្តិរបស់ហាជីនតែហាជីនមិនទាន់ដឹងខ្លួននោះទេតើឯងជឿជាក់លើសម្ដីរបស់គាត់បងប្រុសគាត់ក៏បានតបទៅកាន់លោកពូវិញមិនអីទេលោកពូឲ្យគាត់ចូលហាត់ព្រីទៅតបពីបងប្រុសនិងលោកពូកំពុងតែជជែកគ្នាហ្នឹងមកហ្នឹងលោកពូក៏បានថាទៅឲ្យទៅកាន់បងប្រុសថាបងប្រុសហ្នឹងឈួតមែនទេដែលចង់ឲ្យបរិសដែលមិនដែលស្គាល់ហ្នឹងហាត់ព្រីហ្នឹងហើយបើអ្នកទាំងអស់គ្នាដឹងថាព្រីហ្នឹងឯគេហ្នឹងមានន័យថាចូលហាត់ដោយមិនយកលុយនោះទេមកហ្នឹងបងប្រុសគាត់ក៏បានច្បាច់ទៅកាន់ពោះរបស់ស៊ីនជុនហើយគាត់និយាយថាសម័យឥឡូវមិនដែលខ្វល់ពីរាងកាយរបស់ខ្លួនឯងនោះទេតែមនុស្សពីរបីនាក់តែម្ដងដែលខ្វល់ពីខ្លួនឯងគាត់មកហ្នឹងបងប្រុសគាត់ក៏បាននិយាយលើកទឹកចិត្តទៅកាន់ស៊ីនជុនថាស៊ីនជុនហ្នឹងគាត់មានរាងខ្ពស់តែជាគាត់សម្រក់ទម្ងន់ហ្នឹងមិនដឹងជារាងកាយស្អាតប៉ុណ្ណាមកគាត់នៅនិយាយច្រើនទៀតប៉ុន្តែមានសុំមិនរៀបរាប់នោះទេមកហ្នឹងបងពាក់វ៉ែនតាគាត់បាននិយាយថាពាក់កតាបហ្នឹងដូចជានិយាយទីផ្សារអញ្ចឹងមានន័យថាយករូបរាងរបស់ស៊ីនជុនធ្វើជាគំរូដល់អ្នកគ្រប់គ្នាអញ្ចឹងណាមកហ្នឹងលោកពូគាត់ក៏បាននិយាយថាវាគួរសមអាចទទួលយកបានមកហ្នឹងបងប្រុសគាត់ក៏បានញាស់ទៅកាន់លោកពូថាឥឡូវហ្នឹងទទួលយកបានហើយមែនទេលោកពូហើយលោកពូគាត់ក៏បានយកព្រមឲ្យស៊ីនជុនហ្នឹងបានវឹកហាត់ជាមួយនឹងពួកគាត់ប៉ុន្តែស៊ីនជុនគាត់មិនបានយកទៅកាន់ពួកគាត់ទាំងពីរនិយាយគ្នានោះទេអត់មកហ្នឹងពួកគាត់ក៏បានខ្សឹបខ្សៀវទៅកាន់គ្នាហើយសើចសប្បាយខ្លាំងមែនតើហើយ Master ហើយនិងលោកប៉ារបស់គាត់កំពុងតែចែកគ្នាសុកហ្នឹងស៊ីនជុនរបស់យើងគាត់ក៏បានលោប្រចេញពីកន្លែងហ្នឹងប៉ុន្តែគាត់មិនអាចរត់ផុតបាននោះទេដោយសារតែ Master បានចាប់កាន់ទៅកាន់ក្បាលរបស់គាត់ហើយបន្ទាប់មកហ្នឹង Master ហើយយើងគាត់បាននិយាយថាអាចរូបកម្មាប់តើឯងចង់ទៅណាតើឯងចង់ទៅដោយរូបរាងមួយនេះមែនទេជនគាត់ពិតជាភ័យទៅកាន់ Master ជាខ្លាំងតបមក admin មិនដឹងជាអីទៀតនោះទេរឿងក៏បានកាត់មកដល់3ខែក្រោយមកតបមកហ្នឹងយើងបានឃើញទៅកាន់ពួកគេទាំង3នាក់ហើយបងប្រុសគាត់បាននិយាយទៅកាន់ស៊ីនជុនថាស៊ីនជុនពិតជាស្រកគីឡូលឿនខ្លាំងមែនតើគាត់បានដោះស្រាយពីរូបរាងធាត់ទៅជាស្គមហើយកម្ពស់របស់គាត់ក៏បានទៀតហើយពួកគាត់ទាំងពីរពិតជានិយាយច្រើនខ្លាំងមែនតើប៉ុន្តែ admin សុំមកដាក់នោះទេព្រោះអីវាអត់មានប្រយោជន៍អបមកហ្នឹងយើងបានឃើញទៅកាន់រូបរាងថ្មីរបស់ស៊ីនជុនហើយស៊ីនជុនគាត់បាននិយាយថានេះគ្រាន់គឺជាការចាប់ផ្ដើមតែប៉ុណ្ណោះហើយសាច់រឿងរបស់យើងក៏បានកាត់ចូលនៅពេលថ្ងៃដោយសារខ្ញុំអត់ដឹងថាបងប្រុសមួយនោះឈ្មោះអីខ្ញុំក៏សម្រេចចិត្តថាដាក់ឈ្មោះគាត់ថាយូតាត្មងទៅហើយយើងបានឃើញទៅកាន់បងប្រុសយូតានិងបងវ៉ែនតាហ្នឹងគាត់កំពុងនិយាយគ្នាថាគាត់សឹងតែមិនជឿថាស៊ីនជុនហ្នឹងគាត់អាចត្រកទម្ងន់ត្រឹមតែ3ខែមកហ្នឹងពួកគេក៏បានផ្សព្វផ្សាយអំពីស៊ីនជុនថាកន្លែងហាត់ប្រាណហ្នឹងប្រើរយៈពេលត្រឹមតែ3ខែប៉ុណ្ណោះដែលអាចធ្វើឲ្យមនុស្សធន់ហ្នឹងអាចទៅជាស្គមបានពួកគាត់និយាយសំខាន់នោះទេអញ្ចឹង admin កាត់ឲ្យដល់កន្លែងល្អមើលបណ្ដោយទៅហើយយើងក៏បានកាត់ចូលនៅពេលល្ងាចហើយយើងបានឃើញទៅកាន់ស៊ីនជុនគាត់កំពុងតែហាត់កម្លាំងដៃរបស់គាត់ដូចជាកម្ដៅសាច់ដុំជាដើមដោយសារតែ admin មិនសូវជាដឹងកន្លែងហ្នឹងទេអញ្ចឹងសូមអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាផងតបមកហើយយើងគាត់បាននិយាយថាការប្រើទៅកាន់កម្លាំងដៃវាពិតជាងាយស្រួលណាស់សម្រាប់គាត់ជនគ្រាន់តែលើហើយយើងនិយាយគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងតប
បមកនឹង Master ហើយយើងគាត់ក៏បានធ្វើឲ្យស៊ីនជុនមើលហើយយើងបានកាត់ចូលដល់ពេលល្ងាចស្រាងៗបបមកនឹង Master ហើយយើងបានចំអកទៅកាន់ស៊ីនជុនថាជនប្រកែកញ៉ាំនឹងនេះប្រហែលទៅជាអាចរូបកធាត់ពីមុនហើយស៊ីនជុនក៏តបទៅកាន់ Master វិញមិនអាចឡើងគីឡូនោះទេសម្រាប់គាត់ស៊ីនជុននឹងគាត់មានខាឡូរីខ្ពស់មកនឹង Master ហើយយើងគាត់បានសួរទៅកាន់ស៊ីនជុនថាតើឥឡូវហ្នឹងកញ្ញាហាជីនសុខសប្បាយដែរឬទេជុនគាត់បានតបទៅកាន់ Master ហើយយើងវិញថាគាត់មិនសូវជាប្រកាសនោះទេថាកញ្ញាហាជីននឹងសុខសប្បាយឬអត់គាត់មិនដែលទំនាក់ទំនងជាមួយនឹងកញ្ញាហាជីនទេឥឡូវនេះគាត់ដឹងត្រឹមថាតាំងពីហេតុការណ៍នោះមក12ថ្ងៃក្រោយនាងក៏បានងើបពីសន្លប់មកវិញអ្នកម្ដាយនាងសប្បាយចិត្តឡើងហូរទឹកភ្នែកតែវាមានរឿងមួយដែលស៊ីនជុនមិនអាចទទួលយកបាននោះទេរឿងនោះវាពិតជាសោកសៅខ្លាំងមែនទែនព្រោះតែកញ្ញាហាជីនមិនអាចមើលឃើញទៅកាន់គាត់នោះទេថាជីសុកវាបានធ្វើអ្វីចំពោះភ្នែករបស់ហាជីនហើយភ្នែករបស់នាងបានប្រាប់ទៅកាន់គាត់ថាឲ្យមកលេងនាងជាប្រចាំផងមួយស៊ីនជុនគាត់បានលើទៅកាន់ឪពុកម្ដាយរបស់នាងថាជីននាងមិនចង់ជួបទៅកាន់នរណាទាំងអស់ក្រៅពីគ្រួសាររបស់នាងតែនេះគ្រាន់ជាលេសរបស់ឪពុកម្ដាយរបស់នាងតែប៉ុណ្ណោះពីព្រោះគាត់មិនចង់ឲ្យកូនរបស់គាត់សោកសៅនេះវាគឺជារឿងដែលគួរអាណិតសម្រាប់ស៊ីនជុនជាខ្លាំងដោយសារតែគ្រួសាររបស់កញ្ញាហាជីននឹងបានផ្លាស់ប្ដូរទៅកាន់ទីលំនៅបំនឹង Master ហើយយ៉ងគាត់បានសួរទៅកាន់ស៊ីនជុនថាតើប៉ូលីសមាននិយាយអីទៅកាន់គាត់ដែរឬទេជុនក៏បានប្រាប់ទៅកាន់ Master ហើយយ៉ងវិញថាបានលើទៅកាន់លោកប៉ូលីសថាពួកគេនៅតែស៊ើបអង្កេតទៅឡើយប៉ុន្តែមិនអាចរកឃើញផុសតាងនោះទេហើយ Master ហើយយ៉ងគាត់ក៏បានតបទៅកាន់ស៊ីនជុនវិញថាតើឯងអាចនឹងធ្វើទៅកាន់រឿងនោះមែនទេស៊ីនជុនក៏តបទៅកាន់ Master ហើយយ៉ងវិញថាតើវាគឺជារឿងអ្វីទៅខ្ញុំមិនយល់នោះទេតបមកហ្នឹង Master ហើយយ៉ងគាត់តបទៅកាន់ស៊ីនជុនវិញថាឯងនឹងរកទៅកាន់ជនសង្ស័យដែលធ្វើបាបទៅកាន់ហាជីនទេឯងចង់រកទៅកាន់ពួកគេឯងត្រូវតែចេះការពារខ្លួនឯងមិនត្រូវទៅដោយកំហឹងនោះទេហើយគាត់មិនបានណែនាំក្បាច់គុណដើម្បីឲ្យស៊ីនជុននឹងធ្វើបាបទៅកាន់អ្នកដទៃនោះទេគ្រាន់តែចង់ឲ្យគាត់ចេះការពារទៅកាន់ខ្លួនឯងស៊ីនជុនក៏បានសុំទោសទៅកាន់ Master ហើយយ៉ងតបមក Master ហើយយ៉ងគាត់ក៏បានដើរចេញហើយគាត់និយាយថានេះហើយគឺជាពាក្យដែលខ្ញុំចង់និយាយទៅកាន់ឯងស៊ីនជុនហើយឯងគួរតែសម្រេចចិត្តបែបណាចំពោះរឿងមួយនេះការសម្រេចចិត្តរបស់ឯងខ្ញុំមិនអាចហាមឃាត់បាននោះទេស៊ីនជុនគាត់ក៏បានប្រាប់ទៅកាន់ Master ហើយយ៉ងវិញថាគាត់នឹងសម្រេចចិត្តច្បាស់ហើយនៅពេលនេះថាគាត់នឹងសងសឹកទៅកាន់អ្នកដែលធ្វើបាបទៅកាន់ហាជីនហើយយើងក៏បានកាត់ចូលដល់3ខែខាងមុខស្រុកនឹងវាបានប្រាប់ទៅកាន់ជនស្រុកថាថ្ងៃនេះគឺជាថ្ងៃដែលបើកវេសង្ហការលើកដំបូងអញ្ចឹងជនស្រុកឯងត្រូវតែប្រមូលលុយពីមនុស្សទុនខ្សោយមកឲ្យខ្ញុំវាក៏បានតបទៅកាន់ជីស្រុកវិញថាបាទលោកបងខ្ញុំដឹងហើយជីសុកក៏បន្តនិយាយទៀតត្រូវតែឲ្យទៅកាន់អាជ្រូកកធាត់ដែលនៅក្នុងថ្នាក់ឯងបង់លុយមកកាន់ពួកយើងផងហើយវាគឺជាថ្លៃការពារជនសុកក៏តបទៅកាន់ជីសុកវិញថាស៊ីនជុនគាត់មិនបានមកសាលាយូរហើយតែគាត់អាចនឹងមកនៅថ្ងៃនេះដែរឬទេសុកក៏បន្តនិយាយទៀតចុះបើសិនស៊ីនជុនវាយមកកាន់គាត់តើលោកបងគិតយ៉ាងម៉េចដែរចំពោះរឿងមួយនេះជីសុកក៏បានតបទៅកាន់ជនសុកវិញថាឯងមិនបាច់ខ្លាចទៅកាន់វានោះទេវាគ្មានអ្វីគួរឲ្យអស្ចារ្យវាគ្រាន់គឺជាជ្រូកកធាត់មួយក្បាលតែប៉ុណ្ណោះតបមកនឹងជីសុកគាត់ក៏បានខលទៅកាន់ជនសុកហើយសួរទៅកាន់ជនសុកថាជនសុកនឹងវាបានប្រមូលលុយពីអ្នកដែលនៅក្នុងសាលារៀននឹងអស់ឬនៅសុកកំពុងតែនិយាយគ្នាសុកក៏មានកញ្ញាម្នាក់បានហៅទៅកាន់ជីសុករួចនាងក៏និយាយថាមាននរណាម្នាក់បានប្រាប់ទៅកាន់នាងឲ្យទៅកាន់ជីសុកនឹងឡើងទៅកាន់ដំបូលសាលារៀនជាបន្តឥឡូវនេះតែម្នាក់នឹងមានរាងខ្ពស់ហើយសង្ហាទៀតដែលធ្វើឲ្យនាងបានលួចក្រាស់ទៅកាន់គាត់ហើយអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់នោះទេម្នាក់នោះគឺជាស៊ីនជុននឹងឯងហើយជីសុកគាត់បានសួរទៅកាន់កញ្ញានោះតើម្នាក់ដែលចង់ជួបទៅកាន់ខ្ញុំគឺជានរណាប៉ុន្តែនាងមិនបានស្គាល់ទៅកាន់គាត់នោះទេមកនឹងនាងបានរត់ចេញដោយទឹកមុខអៀនហើយនាងក៏បាននិយាយថាសិនជាលោកបានជួបទៅកាន់គាត់ជួយសួរចំណុះខ្ញុំផងតើគាត់មានមិត្តស្រីឬនៅតបមកហ្នឹងយើងបានឃើញទៅកាន់ពួកអាអត់ប្រយោជន៍វាបានទាបស៊ីទៅកាន់សិស្សដែលនៅក្នុងសាលាទាំងអស់នោះហើយវាបាននិយាយថានេះគឺជាថ្លៃការពារសម្រាប់ពួកឯងអមកទៀតហ្នឹងជនស្រុកវាក៏បានទៅកាន់ជីសុកហ្នឹងមកជួបវានៅក្នុងបន្ទប់ទឹកនៅក្នុងសាលារៀនដែលឥឡូវហ្នឹងពួកវាកំពុងតែសម្លុតទៅកាន់សិស្សដើម្បីយកលុយទៅកាន់ថ្លៃការពារហើយជីសុកគាត់ក៏បានឃើញទៅកាន់នរណាម្នាក់ឯងជានរណាហេតុអ្វីបានជាឯងចូលនៅក្នុងបន្ទប់ទឹកមួយនេះស៊ីនជុនមិនបានតបទៅកាន់ជនស្រុកនោះទេហើយគាត់បានសួរទៅកាន់ជនស្រុកតើជនស្រុកហ្នឹងសុខសប្បាយដែរឬទេជនស្រុកក៏បានតបទៅកាន់ស៊ីនជុនវិញថាឯងគឺជានរណាឯងគឺជាសិស្សដែលផ្ទេរមកថ្មីមែនទេអ្នកដែលត្រូវគេចម្រិតយកលុយគាត់បាននិយាយថាសម្លេងរបស់អ្នកដូចជាប្រហែលនរណាម្នាក់ដែលពួកគេហ្នឹងធ្លាប់ស្គាល់ពីមុនបងស៊ីនជុនក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាមកទីនេះដើម្បីសម្អាតទៅកាន់បន្ទប់ទឹកប៉ុន្តែហេតុអ្វីក៏មានសម្រាមច្រើនម្លេះនៅទីនេះតបមកហ្នឹងអាប៉ែអាវខ្មៅវាបានសួរទៅកាន់ស៊ីនជុនតែគាត់ហ្នឹងចង់និយាយពីអ្វីវាមិនយល់នោះទេវាក៏បន្តនិយាយទៀតគ្រាន់តែត្រូវដឹងនរណាខ្ពស់ជាងនរណាឯងមិនត្រូវនិយាយអញ្ចឹងទៀតនោះទេហើយស៊ីនជុនវាបានវាយទៅកាន់អាប៉ែអាវខ្មៅត្រឹមតែម្ដាយតែប៉ុណ្ណោះតែធ្វើអាប៉ែអាវខ្មៅហ្នឹងបានសម្លាប់បាត់ទៅហើយជនស្រុកវាពិតជាឆ្ងល់ជាខ្លាំងតើម្នាក់នោះគឺជានរណាហើយបន្ទាប់មកហ្នឹងស៊ីនជុនក៏បានប្រាប់ទៅកាន់ពួកសិស្សដែលជាមិត្តរបស់គាត់ពីមុនឲ្យចេញពីកន្លែងហ្នឹងតមកទៀតហ្នឹងជនស្រុកវាបានសួរទៅកាន់ស៊ីនជុនថាតើលោកគឺជានរណាបន្ទាប់មកហ្នឹងជនស្រុកវាក៏បានចាប់ទៅកាន់សិស្សម្នាក់នោះប៉ុន្តែគាត់មិនអាចចាប់ទៅកាន់សិស្សម្នាក់នោះបាននោះទេហើយជនស្រុកក៏បានត្រូវស៊ីមួយជើងរបស់ស៊ីនជុនខ្ទាតបុកទៅកាន់បន្ទប់ទឹកហើយបន្ទាប់មកមិត្តភ័ក្តិរបស់អបជនស្រុកវាក៏ចង់វាយប្រហារទៅកាន់ស៊ីនជុនតែពួកវាមិនដឹងនោះទេថាពួកវានឹងគ្រាន់ជាសម្រាមនៅក្នុងកែវភ្នែករបស់ស៊ីនជុនហើយបន្ទាប់មកទៀតហ្នឹងពួកវាក៏បានវាយប្រហារទៅកាន់ស៊ីនជុនប៉ុន្តែពួកវាមិនអាចវាយប្រហារទៅកាន់
ស៊ីនជន់ត្រូវនោះទេបន្ទាប់មកហ្នឹងស៊ីនជន់គាត់ក៏បានប្រើទៅកាន់ហុកខាងស្ដាំដើម្បីវាយទៅកាន់អាប៉ែនោះដែលធ្វើឲ្យវាហ្នឹងត្រូវមួយកំដាប់ដៃរបស់ស៊ីនជន់ហ្នឹងចុកចាប់ខ្លាំងមែនតើហើយបន្ទាប់មកទៀតហ្នឹងអាប៉ែសក់ចលាយវាក៏ចង់វាយប្រហារទៅកាន់ស៊ីនជន់ប៉ុន្តែស៊ីនជន់គាត់បានគេចយ៉ាងងាយស្រួលជន់គាត់ក៏បានទាញទៅកាន់កអាវរបស់អាប៉ែសក់ចលាយហ្នឹងចាប់បោកទៅកាន់គាត់ខ្ទប់នឹងថ្មតែម្ដងបន្ទាប់មកហ្នឹងអាប៉ែជន់សុងវាបានសួរទៅកាន់ស៊ីនជន់ស៊ីនជន់ហ្នឹងគឺជានរណាហេតុអ្វីមករំខាននៃការរកស៊ីរបស់ពួកវាស៊ីនជន់គាត់មិនបានតបទៅកាន់ជន់សុកនោះទេហើយគាត់នឹងក៏បានចាប់សម្បាច់កទៅកាន់អាប៉ែជន់សុកនឹងលើកឡើងទៅលើហើយគាត់ព្រមទាំងពាក្យនិយាយថាហើយជីសុកក៏ជួបគាត់បើមិនចឹងទេឯងនឹងត្រូវស្លាប់ហើយសាច់រឿងរបស់យើងក៏បានចប់ដល់ត្រឹមហ្នឹងបាយបាយទៅកាន់អ្នកនរគ្នា